គ្រាន់តែមើលក៏ដឹងថាជាតិដែរចង់ញ៉ាំមកជូរគ្រឿងក្លៀនចង់កន្លះឆ្នាំឥឡូវបានញ៉ាំដោយបំណងហើយដោយសារទឹមតែដាំបានថ្មីហើយនៅនេះអត់មានអីដាំទេបងប្អូនដាំតែក្នុងធុងក្នុងអីចឹងឯងព្រោះដោយសារវាអត់មានដីចឹងហើយឥឡូវថ្ងៃនេះក្លៀនមកជូរគ្រឿងកាត់ជប់ក៏មកកាត់ខ្លួនឯងដោយសារយើងមានដាំបានធំល្មមអាចមកបេះបានគឺថាក្លៀនយូរហើយបងប្អូនអើយឥឡូវថ្ងៃនេះបានដូចសេចក្តីបំណងហើយឥឡូវចាប់ផ្ដើមបេះបន្លែបេះអីគឺថាតកូនស្រស់ធម្មជាតិតែម្ដងដោយសារខ្ញុំនៅរដ្ឋខាងអារីโซណាគេអត់ឲ្យយើងលក់តកូនបងប្អូនគេអត់ឲ្យយើងនាំចូលចេញចូលក្នុងរដ្ឋអារីโซណាទេអានេះវាជាច្បាប់មួយដែលគេរដ្ឋាភិបាលគេហាម5អត់ឲ្យមានអាជីវកម្មលក់នៅក្នុងរដ្ឋហ្នឹងណាបងប្អូនដល់អញ្ចឹងនៅលើទីផ្សារអត់មានលក់តែម្ដងដូច្នេះយើងត្រូវតែដាំខ្លួនឯងវាអត់មានលក់តែម្ដងដោយសាររដ្ឋខាងអារីโซណាគេចាត់ទុកដំណាំតកូលនេះគឺជាដំណាំមួយដែលវាការរីករាលដាលដុះលឿនមែនទែនអញ្ចឹងគេអាចគិតថាវាមានផលប៉ះពាល់ទៅលើប្រព័ន្ធអេកូឡូស៊ីរបស់គេធ្វើឲ្យប៉ះពាល់ទៅលើខាងសត្វព្រៃសត្វធម្មជាតិជាដើមហើយនឹងប្រព័ន្ធលូជាដើមធ្វើឲ្យរដ្ឋាភិបាលនៃរដ្ឋអារីโซណានេះគេមិនឲ្យអនុញ្ញាតក្នុងការដាំដុះតកូលឬក៏នាំចូលនាំចេញទៅលើដំណាំតកូលនេះឡើយហើយម្យ៉ាងវិញទៀតតកូលវាមានជាតិដែកខ្ពស់ហើយរដ្ឋអារីโซណានេះវាមានចរន្តអគ្គិសនីជាធម្មតាហ្នឹងវាតែងតែយើងកាន់អីធម្មតាហ្នឹងវាតែងតែមានចរន្តឆក់បងប្អូនអញ្ចឹងការលុបបំបាត់តកូលហ្នឹងវាគឺជាកត្តាមួយល្អដែរព្រោះគេសិក្សាមើលទៅវាតកូលហ្នឹងវាមានជាតិដែកខ្ពស់ណាស់มันអាចអនុញ្ញាតឲ្យដាំនៅក្នុងរដ្ឋនេះទេយើងអាចដាំបានតែត្រឹមតែលេខជាលក្ខណៈគ្រួសារទេយើងមិនអាចធ្វើជាអាជីវកម្មដាំតកូលលក់ដុំអីទេបងប្អូនយើងអាចដាំនៅផ្ទះខ្លួនឯងបានហើយឥឡូវសម្លរបស់ខ្ញុំហ្នឹងក៏បានឆ្អិនហើយដែរគ្រាន់តែមើលក៏ដឹងតែជាតិខ្លាំងមែនតើបងប្អូនដោយសារមិនងាយបានញ៉ាំទេរដូវមួយរដូវញ៉ាំបានតែម្ដងទេបងប្អូនព្រោះចូលដល់ខែត្រជាក់ហ្នឹងដំណាំប្រភេទនេះគឺងាប់ទាំងអស់តែម្ដងហើយឥឡូវទៅម្ដងខែក្តៅវិញខ្ញុំទើបអាចដាំលើស្លលើកទី1ទេបងប្អូនរសជាតិអែមកប់សេរីតែម្ដង